បាទឃើញគេប្រើនាឡិកា Galaxy Watch បែបនេះហើយចង់ភ្ជាប់ជាមួយនឹងទូរស័ព្ទដៃ Samsung ប៉ុន្តែអត់ដឹងថាត្រូវធ្វើម៉េចឯណោះតោះចាំខ្ញុំប្រាប់បាទសួស្តីនឹងថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីរបៀបងាយៗក្នុងការភ្ជាប់នាឡិកា Samsung Galaxy Watch ជាមួយនឹងទូរស័ព្ទដៃអញ្ចឹងជាដំបូងយើងត្រូវចុចបើកកន្លែងនេះនឹងហើយកន្លែងចុចបើកយើងចុចមកចុចប្រហែលជា2 second ហ្នឹងហើយអញ្ចឹងនាឡិកាវានឹងធ្វើការបើកដំណើរការហើយដើម្បីភ្ជាប់វាបានខ្ញុំបញ្ជាក់បន្តិចត្រូវមាន app wearable នៅលើទូរស័ព្ទដៃរបស់យើងណានេះគឺ app wearable គាត់ថានៅលើទូរស័ព្ទដៃនេះខ្ញុំលេង style wallpaper អញ្ចឹងទៅវារៀងមើលអត់សូវច្បាស់អញ្ចឹងខ្ញុំនឹងដាក់រូបនៅខាងលើឲ្យអូខេអញ្ចឹងនាឡិកាវាចាប់ផ្ដើមធ្វើការបើកដំណើរការអញ្ចឹងយើងរងចាំវាមួយផ្លែតអូខេនេះគឺវាធ្វើការ welcome យើងហើយអញ្ចឹងវានឹងចាប់ផ្ដើមដំណើរការអញ្ចឹងដើម្បីធ្វើការភ្ជាប់វាបានពេលខ្លះវាអាច load នៅខាងលើនេះនៅខាងក្រោមនេះហ្នឹងហើយប៉ុន្តែបើសិនជាវាអត់ load ទេយើងអាចធ្វើការចូលទៅក្នុង app wearable ហ្នឹងហើយបន្ទាប់មកធ្វើការចុច start ហ្នឹងហើយអញ្ចឹងនៅពេលដែលយើងចុច start មកវាធ្វើការ connect គ្នាយើងអាចមើលទៅមានន័យថាឧទាហរណ៍ថានាឡិកាវាមានច្រើនអញ្ចឹងវានឹង load បញ្ជាក់លេខអញ្ចឹងយើងផ្ទៀងឲ្យត្រូវលេខនាឡិកាជាមួយនឹងលេខដែលនៅក្នុងទូរស័ព្ទនេះមកហើយយើងចុច confirm អូខេអញ្ចឹងវានឹងធ្វើការ download software ពីនាឡិកាដាក់នៅលើទូរស័ព្ទដៃរបស់យើងអូខេវាពេញ 100% ហើយអញ្ចឹងយើងរងចាំវាបន្តិចដោយសារវាត្រូវការ install អញ្ចឹងណាបាទអញ្ចឹងយើងធ្វើការ select ទៅលើអីដែលគេដាក់មកនឹងមកបន្តមកទៀតចុច continue ចុច agree អញ្ចឹងយើងរងចាំវាមួយផ្លែតដើម្បីឲ្យវា ready ក្នុងការ connect ពីទូរស័ព្ទដៃចូលទៅកាន់នាឡិការបស់យើងអូខេអញ្ចឹងវាសួរយើងថាយើងចង់ភ្ជាប់ជាមួយនឹង account មួយនឹងអត់អញ្ចឹងយើងគ្រាន់តែចុច continue with account របស់យើងមកកន្លែងនេះយើងអាច scan កាយ៉ៅដៃមួយដើម្បីបញ្ជាក់ថានៅយើងពិតជាត្រូវការភ្ជាប់វាមែនអូខេហើយនេះគឺជាការ alert បញ្ជាក់ពាក់ព័ន្ធទៅនឹងប្រព័ន្ធសុវត្ថិភាពផ្សេងៗអញ្ចឹងណាថាយើងបានភ្ជាប់ទូរស័ព្ទដៃទៅកាន់នាឡិកាអញ្ចឹងទៅអូខេអញ្ចឹងបន្តទៅទៀតយើងធ្វើការអស់មកឲ្យផុតមកហើយចុច agree អូខេវាកំពុងតែធ្វើការ connect ពីទូរស័ព្ទដៃទៅកាន់នាឡិការបស់យើងហើយអូខេអញ្ចឹងយើងអាចធ្វើការអស់មករួចហើយចុចពាក្យថា next អូខេកន្លែងនេះគឺវាបង្ហាញប្រាប់យើងថាយើងចង់ប្រើ AI នៅលើនាឡិកាអត់អីចឹងណាតែនឹងយើងមិនបាច់ប្រើទេអញ្ចឹងយើងដាក់ no send មកតែបើយើងចង់ប្រើយើងអាចចុច agree បានកន្លែងនេះយើងអាច install app លើនឹងក៏បានប៉ុន្តែខ្ញុំអត់ទាន់ចង់ install អញ្ចឹងខ្ញុំចុច skip វាទៅសិនអូខេរួចហើយខ្ញុំចុច next ចុច more ចុច allow ចុច more មួយទៀតចុច allow អញ្ចឹងងាយស្រួលទេយើងគ្រាន់តែចុចតាមដំណាក់កាលហ្នឹងមកហើយកន្លែងនេះដោយសារតែតួនាឡិកាដៃហ្នឹងវាថ្មតិចអញ្ចឹងវាប្រាប់ឲ្យខ្ញុំទៅសាកអញ្ចឹងណាហ្នឹងហើយចុច allow ទៀតមកនេះវាសួរថាតើយើងពាក់ដៃឆ្វេងឬក៏ដៃស្ដាំអញ្ចឹងទៅអញ្ចឹង position នេះគឺត្រូវជាមួយនឹងដៃខ្ញុំហីខ្ញុំពាក់ដៃឆ្វេងហ្នឹងហើយអញ្ចឹងខ្ញុំចុច next ហើយខ្ញុំចុច next មួយទៀតខ្ញុំចុច next មួយទៀតអញ្ចឹងយើងចុចបន្តវារហូតទៅអូខេអញ្ចឹងយើងរងចាំវាបន្តិចណាវានឹងធ្វើការ set up ម្ដងទៀតជាលើកចុងក្រោយហើយអូខេពេលដែលវា full ហើយយើងចុច explore វាមកអូខេអញ្ចឹងនៅលើនាឡិកាវាចាប់ផ្ដើមដំណើរការដូចគ្នាហ្នឹងហើយមានន័យថាយើងបាន set up វាហើយហីអូខេអញ្ចឹងយើងអាចមើលបាននៅលើនាឡិកាវាកំពុងតែធ្វើការ starting ទៅហើយអូខេអ
ចឹងកន្លែងនេះគឺមានន័យថាយើងបាន set up នាឡិកាគាត់ថានាឡិកាយើងសល់ថ្មត្រឹមតែ 3% ឯងអញ្ចឹងបន្ទាប់ពីយើងភ្ជាប់ហើយយើងអាចយកទៅនាឡិកាទៅសាកថ្មបានណាហ្នឹងហើយអញ្ចឹងកន្លែងនេះយើងអាចចុច skip វាទៅហ្នឹងហើយមួយទៀតកន្លែងសម្រាប់ដូរមុខនាឡិកាគឺនៅកន្លែង watch face នេះយើងអាចចូលមកកន្លែង watch face យើងឆ្លាញ់មុខនាឡិកាមួយណាយើងអាចធ្វើការផ្លាស់ប្ដូរបានឧទាហរណ៍ថាខ្ញុំអត់ឆ្លាញ់ mode នេះទេខ្ញុំឆ្លាញ់ mode នេះអញ្ចឹងខ្ញុំគ្រាន់តែចុច mode នេះហើយខ្ញុំធ្វើការ update មកហ្នឹងហើយអញ្ចឹងនៅពេលដែលយើង update ពេញមុខនាឡិកាហ្នឹងវានឹងឡើងនៅលើនាឡិការបស់យើងតែម្ដង